bạn ngày nay khi mà xong group trong ngày đó mà lục lực sấy nên cái nhà sa san sa pron tiền mất hẹn ởក្នុង channel របស់ខ្ញុំបាទដែលបានចូលរួមមកមើលនៃការបង្ហាញនៅវីដេអូដែលតាក់ទងជាមួយនឹងការបង្កើតនៅ ដែលបង្កើតនៅ Yahoo សប្តាហ៍មុនខ្ញុំបានបង្កើតនៅ Gmail មួយហើយថ្ងៃនេះខ្ញុំនឹងបង្កើតពី Yahoo ដើម្បីឲ្យពុកម៉ែបងប្អូនចេះបង្កើតនៅ Yahoo យ៉ាងស្ទាត់ជំនាញបំផុតបាទអរគុណច្រើនហើយថ្ងៃនេះគឺការបង្កើតនៅ Yahoo គឺវាមិនងាយស្រួលក្នុងការបង្កើតក៏វាមិនពិបាកក្នុងការបង្កើតនោះដែរវាស្តៀងជាមួយនឹង Gmail អញ្ចឹងអូខេមិនចាំបាច់ចំណាយពេលវេលាយូរតោះឥឡូវយើងចូល sign up មកសម្រាប់ចាំបន្តិចបាទហើយ Yahoo យើងអាចមើលព័ត៌មានជាមួយនឹង Yahoo បានហើយ account Yahoo វាពិបាកបង្កើតបន្តិចទេថង password វាបាទអញ្ចឹងទី1យើងទៅសេ first name មកសម្រាប់ចាំបន្តិចសិន first name បាទ first name នេះគឺយើងដាក់ដូច Gmail ឬមួយក៏យើងដាក់ដូច Gmail របស់យើងដែរយើងចង់ដាក់លក្ខណៈថាឈ្មោះមុនក៏បានតកោមុនក៏បានអូខេឥឡូវខ្ញុំដាក់តកោមុនសេងបាទសម្រាប់ចាំបន្តិចឲ្យវាដើរបន្តិចទៅសេងសៃហេហើយកន្លែងនេះគឺ address របស់យើងមិនបាច់ដាក់លេខទៅបានឬមួយក៏យើងដាក់លេខក៏បានអូខេខ្ញុំដាក់សេងសៃហាសេងសៃយើងមិនបាច់ដាក់លេខទៅបានបើសិនជារបស់យើងវាអត់ទាន់ already អូខេ Yahoo នេះគឺ already ហើយអញ្ចឹងខ្ញុំសុំដាក់លេខគឺ098អូខេវាឲ្យហើយនេះខ្ញុំសូ password ឲ្យមើលបន្តិចអូខេខ្ញុំដាក់ password គឺ s 26081997បាទហើយកន្លែងនេះគឺជាលេខទូរស័ព្ទការបូក1នេះខ្ញុំមិនដឹងថានៅក្នុងប្រទេសណាទេប៉ុន្តែយើងហៅបូក85នៅក្នុងប្រទេសកម្ពុជា standard អាមិញនៅបណ្ដាប្រទេសអញ្ចឹងយើងហៅ Cambodia មកនេះបូក85 Cambodia អូខេហើយយើងដាក់លេខទូរស័ព្ទរបស់យើងចូលទៅsorry 13សូមចាំតិចនេះគឺ13នេះលេខទូរស័ព្ទបាទហើយកន្លែងនេះគឺ birthday របស់យើងខែគេ March ថ្ងៃទី12 1997ហើយអានេះគឺ correct របស់យើង correct ដែលនេះគឺ page របស់យើងតាណាយើងថតដាក់មកគឺ page ប្រុសហើយយើងចុចពេល continue ការបង្កើតនៅ Yahoo វាអត់មានអីពិបាកទេវាពិបាកតែកន្លែង Gmail កន្លែង password វាបន្តិចយើងត្រូវទាមទារថា password របស់វាទាមទារថាត្រូវតែអក្សរធំនៅពីមុខមួយអូខេកន្លែងនេះវាសួរយើងដូចគ្នាតើឲ្យផ្ញើសារទៅឬមួយក៏ឲ្យ call ទៅអញ្ចឹងខ្ញុំចង់ឲ្យគេ call មកមុនមកខលដើម្បីគេប្រាប់លេខកូដយើងមួយក៏ផ្ញើសារមកអូខេអញ្ចឹងឲ្យខលមកសម្រាប់ចាំបន្តិចThe system wants to strong please to try again later សូមចាំបន្តិចឲ្យអាខាងលើ Yahoo នេះវាដើរពេញផ្ញើ key មកមិញហ្នឹងបាទផ្ញើ key មកហើយអញ្ចឹងយើងបើកមើលទៅអូខេមើលឲ្យវាយលេខចូលគឺ05 05 91
ទៅ0 5 9 1 3 ok បន្ទាប់ពីបែងយើងបាន key ហើយយើងបាននេះហើយយើងបាន password វាហើយយើងវាយ fix ហើយបន្តមកទៀតយើងនឹងអាចឈានទៅដល់ Yahoo របស់យើងតែម្ដងសម្រួលចាំបន្តិចនេះវាថាយើង congratulation ហើយយើងជោគជ័យអញ្ចឹងlet's get start អូខេយើងចុចណាវាគូគ្រីសឲ្យយើងបានន័យថាយើងទទួលបានភាពជោគជ័យក្នុងការបង្កើតវាហើយបាទនេះយើងមកចូលក្នុង Gmail របស់យើងផ្ទាល់តែចូលមកក្នុង Yahoo របស់យើងផ្ទាល់តែម្ដងបាទហើយសម្រាប់ការបង្កើតនៅ Yahoo ពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែចេះជាពិសេសនិស្សិតគ្រប់និស្សិតគ្រប់ជំនាញទាំងអស់គ្រប់ផ្នែកទាំងអស់ត្រូវតែចេះបង្កើតនៅ Gmail ចេះបង្កើតនៅ Yahoo ដើម្បីយើងងាយស្រួលក្នុងការ send នៅគ្នាព្រោះ Gmail ហើយ Yahoo គឺវាអាចលក្ខណៈថាយើងផ្ញើឯកសារអីធំបានក្នុង Facebook ក៏យើងអាចផ្ញើបានដែរប៉ុន្តែឯកសារតូចវាធំ90 page ចុះអីអាចផ្ញើបានប៉ុន្តែក្នុង Yahoo យើងអាចផ្ញើរាប់ពាន់ page ក៏បានអូខេហើយអញ្ចឹងនេះសកន្លែងបដូររូបរបស់យើងចង់បដូររូបយើងចុចអានេះមកបាទហើយអញ្ចឹងវាដូចជាអត់មានចំណុចសំខាន់អីទៀតអរគុណច្រើនសម្រាប់ការចូលមកមើលក្នុង channel របស់ខ្ញុំបាទសម្រាប់ការបង្កើតនៅ Yahoo អរគុណជូនពរឲ្យសុខសប្បាយទាំងអស់គ្នាហើយបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នាអរគុណច្រើន